ខ្យល់បក់ពីទិសខាងជើងនាំមកនូវភាពត្រជាក់នៃរដូវរងាចូលមកគ្របដណ្ដប់លេនដ្ឋានទីហ៊ាននៅលើខ្នងភ្នំដងរែកនៅទីនេះព្រៃឈើក្រាស់ខ្មឹកដែលធ្លាប់តែផ្ដល់នូវភាពស្រស់បំព្រងនៃធម្មជាតិពេលនេះបានប្រែក្លាយជាតំបន់ប្រផេះដែលពោពេញដោយភាពតានតឹងទឹកសន្សើមបានធ្លាក់ចុះមកតោងជាប់ស្លឹកឈើនិងស្មៅប្រៀបដូចជាគ្រាប់ពេជ្រថ្លាៗដែលកំពុងតែយំសោកប៉ុន្តែសម្រាប់ទាហានដែលត្រូវដេកផ្ទាល់នឹងដីក្រហមសើមៗវាគឺជាសំណើមដែលជ្រៀតចូលដល់ខាងខ្នងបង្កើតបានជាការឈឺចាប់ដែលមិនអាចពណ៌នាបាននៅជ្រុងមួយនៃលេនដ្ឋានដែលត្រូវបានជីកយ៉ាងជ្រៅការពារដោយបាវខ្សាច់ពូម៉នបរោះវ័យ53ឆ្នាំកំពុងអង្គុយបត់ជើងយ៉ាងស្ងៀមស្ងាត់ពូម៉នជាទាហានជើងចាស់ម្នាក់ដែលមានសក់លាយស្កើនិងស្បៃមុខជ្រីជ្រួញដោយសារកម្ដៅថ្ងៃនិងខ្យល់ភ្លៀងនៃសមរភូមិអស់រយៈពេលជាង30ឆ្នាំមកហើយនៅក្នុងដៃដ៏កន្លះកន្លះរបស់គាត់មានម្ជុលដេរដ៏ធំមួយនិងខ្សែនីឡុងពណ៌បៃតងមួយស្រសៃដែលគាត់បានទាញចេញពីបាវខ្សាច់ចាស់ៗគាត់កំពុងតែព្យាយាមដេរស្បែកជើងកវែងបត់ពណ៌ខ្មៅរបស់គាត់ដែលរហែកបាតញែកចេញពីគ្នាដូចមាត់ក្រពើស្បែកជើងមួយគូនេះចាស់ណាស់ទៅហើយស្បែករបស់វាប្រេះក្រហាញពណ៌ប្រៃជាសលាយកំបោរនិងមានស្នាមកោសខ្យល់រាប់មិនអស់កែងស្បែកជើងសឹងតែរលាយបាត់អស់ទៅហើយដោយសារការដើរកាត់ថ្មនិងព្រៃភ្នំរាប់ខែឆ្នាំរាល់ពេលដែលម្ជុលចាក់ទម្លុកស្បែកដ៏រឹងនៃស្បែកជើងពូម៉នត្រូវខំមាត់និងប្រើកម្លាំងដៃយ៉ាងខ្លាំងប៉ុន្តែគាត់នៅតែធ្វើវាដោយចិត្តអត់ធ្មត់ហាក់ដូចជាគាត់កំពុងតែព្យាបាលមុខរបួសរបស់មិត្តភក្តិដ៏ជិតស្និទ្ធម្នាក់ពូម៉នទៀតហើយដេទៀតហើយសំឡេងរបស់វិបុលទាហានក្មេងវ័យ20ឆ្នាំដើរចូលមកទាំងកាន់ចានបាយដែកពីរដែលមានបាយក្តៅហុយហុយវិបុលគឺជាកូនទាហានថ្មីដែលទើបតែបញ្ជូនមកពីខេត្តកណ្ដាលគេសម្លឹងមើលស្បែកជើងនោះដោយក្រៅពីក្បាលហាក់ដូចជាហួសចិត្តនឹងភាពរឹងរូសរបស់មនុស្សចាស់បាទពូអាវាគ្រាន់តែរបូតបាតបន្តិចទេដេទៅប្រែបានហើយស្បែកជើងនេះនៅល្អនៅឡើយទេសាច់វានៅស្វិតណាស់ពូម៉នឆ្លើយទាំងញញឹមដៃនៅតែបន្តសកម្ជុលយ៉ាងស្ទាត់ជំនាញស្នាមញញឹមរបស់គាត់បង្កប់នៅភាពកក់ក្ដៅដែលធ្វើឲ្យលេនដ្ឋានដ៏ត្រជាក់នេះហាក់ដូចជាមានជីវិតវិបុលដាក់ចានបាយចុះហើយអង្គុយទល់មុខពូម៉នពូឯងនេះចម្លែកណាស់គេគ្រប់គ្នាសុទ្ធតែចង់បានរបស់ថ្មីអាវុធហត្ថគេដឹកខោអាវស្បែកជើងនិងភួយថ្មីមកដល់កៅពីម្សិលមិញខ្ញុំឃើញគេទៅឈរតម្រង់ជួរចាំទទួលយ៉ាងសប្បាយរីករាយតើពូមិនបានទៅយកទេអីខ្ញុំឮមេបញ្ជាការថាលើកនេះស្បែកជើងដែលគេចែកជាប្រភេទស្បែកជើងកវែងការពារទឹកនិងមានបាតក្រាស់ឡូណាស់ពូម៉នផ្អាកដៃបន្តិចគាត់ទម្លាក់ស្បែកជើងចុះលើផ្លូវរួចដកដង្ហើមធំគាត់សម្លឹងទៅឆ្ងាយឆ្លងកាត់ជញ្ជាំងដីនៃលេនដ្ឋានហាក់ដូចជាកំពុងសម្លឹងទៅរកអ្វីមួយដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រពូមិនបានទៅយកទេវិវលពូបានទៅជួបមេបញ្ជាការកាលពីម្សិលមិញពូប្រាប់គាត់ថាពូមិនយកចំណែកខោអាវនិងស្បែកជើងរបស់ពូទេពូសុំបដូរជាលុយបន្តិចបន្តួចបើហេតុពូសុកចិត្តយកលុយថ្លៃស្បែកជើងនិងខោអាវនោះដាក់បញ្ចូលជាមួយប្រាក់ខែពូបដូរជាលុយវិបុលឧទានឡើងដោយការភ្ញាក់ផ្អើលមិនចឹងពូលុយនោះបានប៉ុន្មានទេហើយបើស្បែកជើងនេះដាច់កណ្ដាលផ្លូវពូដោយ៉ាងម៉េចពូដឹងទេថាផ្លូវភ្នំនេះថ្មស្រួចណាស់ពូម៉នមិនឆ្លើយតបភ្លាមទេគាត់លួចដៃចូលទៅក្នុងហោប៉ៅអាវដែលចាស់ស្លេកហើយទាញយករូបថតតូចមួយដែលរាប់ដោយថង់ផ្លាស្ទិកយ៉ាងប្រុងប្រយ័ត្នគាត់ហុចរូបថតនោះទៅឲ្យវិបុលនៅក្នុងរូបថតនោះគឺជារូបក្មេងស្រីម្នាក់ដែលមានទឹកមុខស្រស់ស្រាយពាក់ឯកសណ្ឋាននិស្សិតសាកលវិទ្យាល័យកំពុងកាន់សញ្ញាបត្រយ៉ាងស្រស់ស្អាតភ្នែករបស់នាងមានពន្លឺនៃក្តីសង្ឃឹមដូចជាពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹមនេះបុប្ផាកូនស្រីពូសំឡេងរបស់ពូម៉នប្រែជាទន់ភ្លន់បំផុតវាជិតប្រឡងបញ្ចប់ឆ្នាំទី4នៅសាកលវិទ្យាល័យក្នុងទីក្រុងភ្នំពេញហើយខែនេះវាត្រូវការលុយបង់ថ្លៃសាលានិងធ្វើសារណាបញ្ចប់ការសិក្សាវាខំរៀនណាស់ក្មួយពូជាអ្នកស្រែមិនចេះអក្សរជ្រៅជ្រះទេមួយជីវិតពូកាន់តែកម្មភ្លើងនិងជាប់កាប់ពូមិនចង់ឲ្យកូនពូលំបាកដូចពូទេពូចង់ឲ្យវាកាន់ប៊ិតកាន់សៀវភៅធ្វើការងារនៅក្នុងម្លុំពូម៉នយកដៃអង្អែរូបថតនោះថ្នមមុននឹងបន្តពូមិនអីទេវិបុលស្បែកជើងនេះនៅប្រើបានទោះវារហែកបន្តិចតែវាមិនធ្វើឲ្យពូស្លាប់ទេពូអាចយកខ្សែចងពូអាចយកក្រណាត់រុំជើងបន្ថែម
ប៉ុន្តែបើកូនពូអត់លុយបងសាលាវាអាចនឹងបាត់បង់អនាគតរបស់វាសំខាន់ជាងជើងរបស់ពូវិបុលស្ងប់មាត់ឈឹងបាយនៅក្នុងមាត់របស់គេហាក់ដូចជាពិបាកលេបចូលគេសម្លឹងមើលទៅស្បែកជើងដែលរុំដោយខ្សែនីឡុងយ៉ាងតរុននិងមើលទៅមុខពូមនដែលពោពេញដោយស្នាមជ្រីជ្រួយនឹងក្តីស្រឡាញ់វិបុលយល់ហើយថាហេតុអ្វីបានជាស្បែកជើងនេះមិនដែលត្រូវបានបោះចោលវាមិនមែនគ្រាន់តែជាស្បែកជើងទេវាគឺជាសក្ខីភាពនៃកាយលះបង់របស់អ្នកជាឪពុកដែលសុខចិត្តដើរលើថ្មស្រួចដើម្បីឲ្យកូនដើរលើផ្លូវរលោងពេលវេលាបានកន្លងទៅ2ថ្ងៃស្ថានភាពនៅសមរភូមិចាប់ផ្ដើមតានតឹងខ្លាំងឡើងទៀតសំឡេងកំភ្លើងធំបានចាប់ផ្ដើមលាត់លឺញឹកញាប់ជាងមុនមានសេចក្តីរាយការណ៍សម្ងាត់ថាកងទ័ពស្ត្រីកំពុងចលនាទ័ពចូលមកជិតដើម្បីដណ្ដើមយកជំនួយខ្ពស់នៅលើកំពូលភ្នំពូមននិងកងអនុសេនាទតូចរបស់គាត់ត្រូវបានបញ្ជាទៅការពារជំនួយយុទ្ធសាស្ត្រមួយនៅជើងភ្នំដែលជាផ្លូវចូលដ៏សំខាន់ដែលសត្រូវអាចនឹងលួចចូលមកបានមេឃថ្ងៃនោះស្រអាប់ខាងណាស់ពំពកខ្មៅបានរសាតមកបាំងពន្លឺព្រះអាទិត្យធ្វើឲ្យបរិយាកាសកាន់តែគួរឲ្យខ្លាចផ្លូវចុះពីលើភ្នំមានភាពលំបាកជាងការគិតទៅទៀតហើយថ្មភ្នំស្រួចត្រូវបានគ្របដណ្ដប់ដោយស្លែនិងដីសើមដែលធ្វើឲ្យវារលិតខ្លាំងណាស់សម្រាប់ទាហានដែលមានស្បែកជើងថ្មីការដាយចុះក៏នៅតែជាការលំបាកទៅហើយប៉ុន្តែសម្រាប់ពូមនគ្រប់ជំហានគឺជាការតស៊ូបាតស្បែកជើងដែលដេរដោយខ្សែនីឡុងនោះមិនសូវជាប់ល្អទេហើយវារលិតខ្លាំងណាស់ថ្មស្រួចដាំងចាក់ទម្លុះបាតស្បែកជើងដែលស្ដើងធ្វើឲ្យគាត់ឈឺនៅបាតជើងរាល់ពេលដាក់ជើងជន់ប៉ុន្តែពូមនមិនដែលរអើសួមបីតែមួយម៉ាត់ណងគាត់ខំមាត់សង្កត់ការឈឺចាប់និងបន្តដើរទៅមុខដោយស្មារតីរទួយខុសត្រូវពូដើរក្រោយហ៊ូមកកន្លែងនេះចោតណាស់វិបុលស្រែកហៅទាំងហប់នុតដោយព្យាយាមជួយមើលភ្លឺឲ្យមនុស្សចាស់មិនអីទេទៅមុខចុះកុំបារម្ភពីពូមនឆ្លើយតបទាំងដកដង្ហើមខត់ភ្លាមនោះសំឡេងដ៏គួរឲ្យភ័យខ្លាចមួយបានបន្លឺឡើងកាត់ភាពស្ងប់នៃព្រៃភ្នំវិដាំងក្របកំភ្លើងត្បាល់ដំបងបានធ្លាក់ចម្ងាយប្រហែល100ម៉ែត្រពីពួកគេបង្កើតជាផ្សែងខ្មៅហុយទ្រលោមការវាយប្រហារដ៏ភ្ញាក់ផ្អើលបានចាប់ផ្ដើមឡើងសត្រូវនៃលែកខ្លួននៅក្នុងព្រៃបានចាប់ផ្ដើមបាញ់ស្រោចមកលើពួកគេពួកវាបាញ់ហើយរកកន្លែងកំបាំងមេបញ្ជាការស្រែកបញ្ជាទាំងកំរោលក្របកំភ្លើងយួនចាប់ផ្ដើមបាញ់រេះមកដោយក្របភ្លៀងប៉ះនឹងថ្មភ្នំបង្កើតជាផ្កាភ្លើងព្រាតស្ថានភាពប្រែជាច្របូលច្របល់ពូមននិងក្រុមរបស់គាត់បានស្ទុះទត់ពួននៅពីក្រោយផ្ទាំងថ្មធំដែលនៅជិតបំផុតបេះដូងរបស់មនុស្សម្នាក់លោតញាប់ដូចស្គរប៉ុន្តែវិបុលដែលនៅក្មេងខ្ចីបទពិសោធន៍នឹងពោពេញដោយភាពភ័យខ្លាចបានធ្វើការសម្រេចចិត្តខុសចំនួនតែអាចក្រាបចុះនៅកន្លែងដែលខ្លួនឈរគេបានព្យាយាមរត់ទៅរកគល់ឈើធំមួយដែលនៅឆ្ងាយបន្តិចវិបុលថយមកវិញក្រោយមកកន្លែងនោះគ្រោះថ្នាក់ណាស់ពូមនស្រែកហៅទាំងស្លន់ស្លោព្រោះគាត់មើលឃើញថាទីតាំងនោះគឺជាគោលដៅដែលសត្រូវកំពុងតម្រឹងវិបុលព្យាយាមរត់ត្រឡប់មកវិញតាមការហៅប៉ុន្តែជើងរបស់គេបានជាប់នឹងបល័យព្រៃដែលលាក់ខ្លួនក្រោមស្លឹកឈើធ្វើឲ្យគេដួលដេកលើដីចំកាលវាលកាំភ្លើងរបស់គេបានធ្លាក់ទៅម្ខាងនៅចំពោះមុខសត្រូវកំពុងតម្រឹងកាំភ្លើងមករកវិបុលដូចជាចំណៃដ៏ងាយស្រួលដោយមិនគិតយូរសួរបីតែមួយវិនាទីពូមនបានស្ទុះចេញពីកន្លែងកំបាំងដ៏មានសុវត្ថិភាពរបស់គាត់សភាវកិច្ចនៃការប្រកាសបានគ្របដណ្ដប់លើការភ័យខ្លាចក្មួយប្រយ័ត្នពូមនរត់យ៉ាងលឿនសម្ដៅទៅរកវិបុលគាត់ចង់ទៅអូវិបុលចូលទៅក្រោយថ្មវិញប៉ុន្តែពេលដែលគាត់ជិតដល់ភឹបសំឡេងដាច់ខ្សែដែលស្ដាប់ទៅហាក់ដូចជាតូចម៉ាស់តែវាបានកាត់សេចក្តីសង្ឃឹមទាំងអស់ខ្សែនីឡុងចាស់ដែលចងស្បែកជើងខាងឆ្វេងរបស់គាត់បានដាច់ដោយសារការប្រែកម្លាំងជើងខ្លាំងពេកនៅពេលរត់បាតស្បែកជើងដែលហាបានរបូតចេញពីគ្នាបើកចំហដូចមាត់ក្រពើពូមនជំពប់ជើងដួលព្រុសទៅលើដីយ៉ាងដំណាំការដួលនេះធ្វើឲ្យគាត់បាត់បង់ឱកាសនៃការនាំខ្លួនឯងនឹងវិបុលគេចចេញទាន់ពេលវេលាទោះបីជាដួលក៏ដោយពូមនមិនបានឈប់ទេគាត់ដឹងថាគាត់មិនអាចគេចផុតទេប៉ុន្តែគាត់អាចជួយម្នាក់ទៀតបានគាត់ប្រើកម្លាំងចុងក្រោយវ៉ាទៅអូបដៃវិបុលហើយរុញច្រានក្មេងប្រុសនោះទៅធ្លាក់ចូលទៅក្នុងរណ្ដៅក្បែរនោះដើម្បីគេចពីគុណឡងគ្រាប់នៅពេលដែលវិបុលធ្លាក់ចូលទៅក្នុងរណ្ដៅសុវត្ថិភាពនោះជាពេលដែលសម្លេងកំភ្លើងសត្រូវបន្លឺឡើងផាំងក្របកំភ្លើងពីរគ្រាប់បានបាញ់ត្រូវចំខ្នងរបស់ពូមននៅពេលដែលគាត់កំពុងយកទូទៅបាំងឲ្យវិបុល
เรียงกายระบบบุรฟจำนาบันยอรวยเกาะด้วยสังกอดแต่เลยได้มือข้างเนื้อแต่เลียดสันทั้งตรอกตึกได้วิบอลสถัดลุดอลเปละเงียกแปรอาตึดบันลึกบัดเตอร์ไฮบันซอลตุกแต่เพียบเงึดสำเลงกำเพลืองทมบันสงอบลางกองกำลังจำนวยบ้านบอกดอลหนึ่งบ้านวีเบาะรุนจรานสตรอ้อยดอกทอยเตเวงสมรภูมิบันสงบสงัดปันแต่วีจือเพียบสงบสงัดแต่โป้เป้งโดยการชื้อจับวิบลได้รูปสลับอังกุยย่มอย่างคลั่งในกระแบซักซอบระบอกปูมอนตึกแผนกระบอกเกสระเลี่ยล้อมจมวยทูลีใดเลยมุกเฉียมปวกกระหอมบันโฮจรีบโจตึกหนังได้พนมหักโดจีแพนได้กำปงแต่ปูโยกวิญญาณขั้นระบอกเนกลาฮานวิบลสำลังเมอร์เตอร์สบายเจืองระบอกปูมอนสบายเจืองขังเชวงแต่ได้ไซนิลงนู้บ้านระโบดเจนปีเจืองระบอกกอดบางหายไหนเคยสตรอมเจืองปอซอจ้าแต่ได้เมเจืองสนามเดย์ได้ปูมอนคอมเดกา